សូមជំរាបសួរអស់លោកនាងកញ្ញាដែលកំពុងតែតាមដានស្ដាប់ការផ្សាយនិងការផ្សាយបន្តផ្ទាល់តាមវិទ្យុនិងតាមទូរទស្សន៍អនឡាញរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍នេះគឺជាកម្មវិធីវិទ្យុសហគមន៍យើងដែលកំពុងតែធ្វើការផ្សាយផ្ទាល់ឥឡូវនេះទៅកាន់ស្ថានីយ៍វិទ្យុមហានគរ FM 93.5 រាជធានីភ្នំពេញនិងវិទ្យុព្រះនរាយណ៍ 105.75 ខេត្តបាត់ដំបងនិងវិទ្យុមួយទៀតគឺវិទ្យុគិរីអង្រែក 90.25 នៅខេត្តឧត្តរមានជ័យជាទីមេត្រីខ្ញុំបាទថ្ងៃមុនសេថ្ងៃនេះមានខ្លួនដើម្បីចូលមកបម្រើអារម្មណ៍លោកអ្នកនាងជាពិសេសគឺតកតងជាមួយនឹងប្រធានបទសំខាន់សម្រាប់ចាប់ផ្ដើមនៅក្នុងសប្តាហ៍ថ្មីនៅក្នុងខែវិច្ឆិកានេះដោយអស់លោកអ្នកនាងបានជាបង្ហាញថានេះគឺជាកម្មវិធីរបស់មជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍ហើយកម្មវិធីវិទ្យុនេះគឺឈ្មោះហៅថាវិទ្យុសម្លេងសហគមន៍យើងវិទ្យុនេះត្រូវបានបង្កើតឡើងមិនមែនគ្រប់គ្រងនយោបាយណាមួយនោះទេយើងធ្វើគឺដើម្បីសហគមន៍ផ្សាយទៅកាន់សហគមន៍ហើយយើងធ្វើការដើម្បីឲ្យសហគមន៍មានសម្លេងនៅក្នុងការនិយាយទៅកាន់សាធារណជនផងដែរតាមរយៈវិទ្យុនេះជាងសូមជំរាបផងដែរថាលោកអ្នកបើសិនជាមិនទាន់បានស្ដាប់កម្មវិធីនេះទេលោកអ្នកនាងក៏អាចស្ដាប់នៅការផ្សាយបន្តចាក់ផ្សាយឡើងវិញផងដែរគឺនៅវិទ្យុ VOD 106.5 នៅរាជធានីភ្នំពេញវេលាម៉ោង 7 ដល់ម៉ោង 8 ល្ងាចនិងវិទ្យុនៅខេត្តសៀមរាប 90.25 គឺនៅវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលផងដែរបាទហើយសូមជម្រាបផងដែរថាបើសិនជាលោកអ្នកចង់ទស្សនាកម្មវិធីនេះជាវីដេអូសូមលោកអ្នកចូលទៅកាន់ website www.clec.org.kh នោះលោកអ្នកនឹងឃើញនៅក្នុងទំព័រដំបូងគឺជាវីដេអូដែលលោកអ្នកអាចទស្សនាបានផ្សាយការផ្សាយនេះផ្ទាល់សូមជម្រាបផងដែរថាបើសិនជាលោកអ្នកមាន smartphone ទូរស័ព្ទទំនើបនោះលោកអ្នកក៏អាចតាមដានស្ដាប់កម្មវិធីនេះឡើងវិញផងដែរដែលលោកអ្នកគ្រាន់តែមាន application ឈ្មោះហៅថា SoundCloud លោកអ្នកសូមស្វែងរកនៅឈ្មោះដែលមានដាក់ថា RVOC នោះលោកអ្នកនឹងអាចស្ដាប់នៅកម្មវិធីទាំង live របស់យើងពីមុនដែលយើងបានចាក់ផ្សាយលោកអ្នកក៏អាចចូលទៅ download បានដែររាល់ការចាក់ផ្សាយឡើងវិញនេះនៅក្នុងគេហទំព័រដែលខ្ញុំបានជម្រាបផងដែរបាទដូចជារាល់ដងអញ្ចឹងថាកម្មវិធីវិទ្យុសម្លេងសហគមន៍យើងយកប្រធានបទដែលកំពុងតែត្រូវបានគេពិភាក្សាហើយក៏កំពុងមានបទក្តៅផងដែរនៅក្នុងសប្តាហ៍នេះផងដែរមុននឹងចូលទៅដល់ប្រធានបទផ្សេងៗដែលលោកអ្នកយើងខ្ញុំនឹងជម្រាបប្រាប់ក្នុងពេលបន្តិចទៀតនេះខ្ញុំសូមជម្រាបជូនទៅនឹងព័ត៌មានសំខាន់ដែលយើងបានមកពីអ្នកសហគមន៍យើងផងដែរព័ត៌មានដែលតាក់ទងជាមួយនឹងព្រឹកនេះគឺតាក់ទងជាមួយទៅនឹងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឲ្យលើកលែងការចោទប្រកាន់ទៅលើសកម្មជនសិទ្ធិមនុស្ស4នាក់ក្នុងនោះមានលោកវ៉ុនពៅនិងមនុស្ស6នាក់ផ្សេងទៀតដោយសារតែអង្គការមួយនោះរកឃើញថាការផ្ដន់ទោសដោយសាលាដំបងនោះมันមានភស្តុតាងគ្រប់គ្រាន់និងបានរំលោភលើសិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌ការស្នើនេះធ្វើស្របពេលដែលសាលាឧទ្ធរយកសំណុំរឿងនេះមកសាររើឡើងវិញនៅថ្ងៃច័ន្ទនេះតាមពាក្យបណ្ដឹងរបស់មេធាវីជនជាប់ចោទដែលទាមទារឲ្យមុខភាពលើបណ្ដឹងសុំនៅក្រៅឃុំរបស់លោកវ៉ុនពៅនិងលោកសម្បត្តិពិសិដ្ឋសេចក្តីថ្លែងការណ៍បន្ថែមថាសវនាការនេះកង្វះភស្តុតាងដាក់បន្ទុកទាំងស្រុងហើយបារម្ភខ្លាំងចំពោះការឯករាជ្យភាពរបស់តុលាការនិងហៅការកាត់ក្តីលើមនុស្សទាំង10នាក់នោះថាជាការព្យាយាមបំបិទសម្លេងប្រឆាំងនៅកម្ពុជាចំណែកឯព័ត៌មានទី2វិញគឺគណៈកម្មការទី3នៃរដ្ឋសភាដែលគ្រប់គ្រងទៅលើផ្នែកវិនិយោគកសិកម្មអភិវឌ្ឍជនបទបរិស្ថាននិងធនធានទឹកនឹងចុះទៅពិនិត្យស្ថានភាពអភិវឌ្ឍវារីអគ្គិសនីនៅតំបន់អរ៉ែងដែលកំពុងមានចំនួនរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនសាងសង់អគ្គិសនីនាថ្ងៃនេះឯងការចុះទៅស៊ើបអង្កេតនោះមានការចូលរួមពីមន្ត្រីរដ្ឋាភិបាលមកពីក្រសួងចំនួន2ចូលរួមដែរក្នុងនោះគឺមានក្រសួងបរិស្ថាននិងក្រសួងសុខានិងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទប្រធានគណៈកម្មការទី3នៃរដ្ឋសភាគឺលោកប៉ុលហំបានមានប្រសាសន៍ថាការចុះស្រាវជ្រាវនេះគឺស៊ើបអង្កេតទៅលើភស្តុតាងជាក់លាក់មួយអំពីផលប៉ះពាល់អំពីគម្រោងសាងសង់នៅតំបន់អរ៉ែងមុននឹងស្នើឲ្យរដ្ឋាភិបាលពិចារណាផ្អាកគម្រោងនេះហើយនេះគឺជាព័ត៌មានដែលយើងខ្ញុំបានមកពីអ្នកសហគមន៍យើងមានអ្នកសហគមន៍ដែលធ្វើការជាមួយយើងខ្ញុំប្រហែលជា50អង្គអ្នកដែលកំពុងធ្វើការសប្តាហ៍នេះហើយជំរាបផងដែរថាថ្ងៃស្អែកនេះគឺថាព្រះបដិជគុណលួនសវ៉ាតក៏មានគម្រោងនឹងដាក់ញត្តិនៅតាមស្ថានទូតមួយចំនួនសម្រាប់ការអញ្ជើញស្ថានកុងស៊ុលទាំងអស់នោះឲ្យចូលរួមជាមួយនឹងព្រះអង្គនៅថ្ងៃទី25ពុទ្ធសវនាការរបស់ព្រះអង្គយើងនឹងស្ដាប់បន្តិចបន្តមកទៀតខ្ញុំនឹងជម្រាបប្រាប់ថាតើប្រធានបទថ្ងៃនេះយើងនិយាយអំពីអ្វីកម្មវិធីវិទ្យុសំឡេងសហគមន៍យើងរៀបចំឡើងដោយមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ហៅកាត់ថា CLEC មានគោលបំណង2
ទី1លើកកម្ពស់ប្រជាសហគមន៍ឲ្យបានយល់ដឹងអំពីច្បាប់ផ្សេងៗរួមមានច្បាប់ភូមិបាលច្បាប់ការងារអភិបាលកិច្ចល្អនិងសិទ្ធិទទួលបានយុត្តិធម៌ទី2ផ្ដល់ឱកាសដល់ប្រជាសហគមន៍បានលើកឡើងពីទុក្ខកង្វល់ផ្សេងៗរបស់ខ្លួននិងចូលរួមតស៊ូមតិដើម្បីយុត្តិធម៌សង្គមបាទយើងត្រឡប់មកវិញជាមួយនឹងការផ្សាយផ្ទាល់របស់កម្មវិធីវិទ្យុសម្លេងសហគមន៍យើងកំពុងធ្វើការផ្សាយផ្ទាល់ទៅកាន់ស្ថានីយ៍វិទ្យុ FM 93.5 រាជធានីភ្នំពេញទៅកាន់ស្ថានីយ៍2ទៀតនៅខាងក្រុងបាត់ដំបងនិងស្ថានីយ៍មួយទៀតនៅឯឧត្តរមានជ័យសូមជម្រាបផងដែរថាលោកអ្នកក៏អាចតាមដានទស្សនាកម្មវិធីនេះជាវីដេអូផងដែរលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រ www.clec.org.kh បាទត្រឡប់មកប្រធានបទយើងនឹងវិញដោយលោកអ្នកបានជម្រាបឲ្យថាប្រមាណអំពីអាទិត្យកន្លងមកនេះគឺថាការចាប់ប្រសង់និងសកម្មជនសិទ្ធិមនុស្សកំពុងតែត្រូវបានចាប់អារម្មណ៍ពីសម្ដែងសាធារណជនជាពិសេសគឺប្រជាពលរដ្ឋដែលកំពុងតែតាមដានរឿងនេះតែផ្ទាល់ថ្ងៃនេះដូចបានជម្រាបជូនកាលពីសប្តាហ៍មុនអញ្ចឹងតាក់ទងជាមួយទៅនឹងបញ្ហារបស់បដិជនកែវសូម៉ាលីថ្ងៃនេះគឺថាយើងនឹងមានប្រធានបទមួយតាក់ទងជាមួយទៅនឹងតាកំហុសកម្រិតណាដែលអាចឈានទៅដល់ការផ្សឹករបស់ព្រះសង្ឃថ្ងៃនេះយើងនិយាយអំពីការផ្សឹកព្រះសង្ឃហើយនៅក្នុងបន្ទប់ផ្សាយរបស់យើងនេះគឺថាយើងមានវាគ្មិនម្នាក់និងព្រះសង្ឃពីរព្រះអង្គគឺព្រះអង្គម្ចាស់ព្រះអង្គព្រះជគុណកែវសូម៉ាលីព្រះភិក្ខុរតិខសិក្ខោគង់នៅវត្តនិកវ័នសូមថ្វាយព្រះគុណព្រះអង្គនិងព្រះជគុណទី2គឺព្រះជគុណបូបេតកោទេវៈបញ្ញោសូមគណៈសូមអភ័យទោសព្រះអង្គព្រះអង្គគង់នៅវត្តភិយុវ័នហើយនឹងទី3គឺលោកឌីថេហូយ៉ាលោកឌីហេហូយ៉ាគឺជាអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅក្នុងមជ្ឈមណ្ឌលអប់រំសម្រាប់សហគមន៍ហើយសូមជម្រាបផងដែរថាលោកឌីថេហូយ៉ាហេតុអីក៏មកអង្គុយនៅក្នុងកម្មវិធីរបស់ពុទ្ធសាសនាពីព្រោះថាលោកឌីហូយ៉ាបានលោកបានចូលបួសសម្រាប់18ព្រះវស្សាហើយលោកក៏ដូចគ្នាដែរលោកបានបញ្ចប់ការសិក្សានៅឯផ្នែកវិទ្យាសាស្ត្រនយោបាយនៅមហាវិទ្យាល័យនៅទីក្រុងបាងកកจุฬាលង្កនហើយលោកក៏មានកម្មវិធីពុទ្ធសាសនាដែរពេលដែលលោករៀននៅจุฬាលង្កននោះហើយថ្ងៃនេះយើងទាំងអស់គ្នានឹងនិយាយគ្នាទាំងអស់តាក់ទងជាមួយទៅនឹងការផ្សឹករបស់ព្រះសង្ឃសូមថ្វាយបង្គំព្រះអង្គតែគុណពីព្រះអង្គហើយសូមជម្រាបសួរលោកហូយ៉ាបាទខ្ញុំអរគុណច្រើនដែលបានចូលរួមកម្មវិធីនេះហើយជាទូទៅបើទោះបីខ្ញុំបានចេះវិស័ព្ទលោកក៏ចេះមិនអស់ដែរព្រះអង្គអញ្ចឹងសូមកម្មាទោសបើសិនជាក្នុងកណ្ដាខ្ញុំប្រើពាក្យវិស័ព្ទលោកមិនបានល្អយើងដឹងហើយព្រះអង្គកែវសូម៉ាលីព្រះអង្គបានជាទូទៅនោះឃើញព្រះអង្គលេចមុខលេចប្រភពនៅក្នុងចំណោមបាតកម្មអីចុះឡើងខ្ញុំកណាក៏ឃើញដែរតាមផ្សាយសង្គមអញ្ចឹងទៅប៉ុន្តែរហូតមកដល់នេះគឺថាបាទសប្តាហ៍មុននេះវិញគឺថាទាំងទូរស័ព្ទទាំងពីបណ្ដាញសង្គមនោះគឺថាមានការឆ្លើយឆ្លងនេះតាក់ទងជាមួយរឿងការចាប់ប្រជាជនព្រះអង្គអាចនិយាយទូខ្លះទេឬនឹងវាយ៉ាងម៉េចកើតឡើងជាមួយព្រះអង្គទៅព្រះអង្គពោជាបឋមខ្ញុំបករណាសូមនមស្ការចំពោះគុណម្ចាស់ហើយសូមចម្រើនពរដល់បងពិធីករក៏ដូចជាបងវិក្មិនហើយនឹងចម្រើនពរទៅដល់ប្រធានរានធរៈគ្រប់ព្រះអង្គហើយចម្រើនពរដល់ញាតិញោមទាំងអស់ដែលកំពុងតាមដានស្ដាប់វិទ្យុសំឡេងសហគមន៍យើងនេះតើទៅនឹងរឿងរ៉ាវដែលបានកើតឡើងកន្លងមកថ្មីនេះហើយមានការតាមចាប់នេះដោយសារតែវាមានបញ្ហាបន្តិចបន្តួចនៅក្នុងវត្តគឺដោយសារតែខ្ញុំអាត្មាភាពមិនដែលបានស្ដាប់អាវាតរបស់បច្ចេកទេសវត្តតែងតែហាមមិនអោយខ្ញុំកណាអាត្មាភាពនឹងចេញធ្វើកិច្ចការសង្គមដល់ពេលដែលខ្ញុំកណាអាត្មាភាពចេញធ្វើការកិច្ចការសង្គមទៅតែតែមានការគម្រាមកំហែងសពបែបយ៉ាងទៅរហូតដល់មានការកោះហៅកិច្ចប្រជុំមួយធ្វើមានអធិការកើតឡើងរហូតដល់មានអាជ្ញាធរមកពាត់ពេញកុដដើម្បីតាមចាប់អាត្មាតែម្ដងទៅគណៈព្រះអង្គអរគុណព្រះអង្គយើងក៏មានដូចគ្នាផងដែរយើងមានបទសម្ភាសន៍មួយជាមួយទៅនឹងលោកសំអាតធ្វើការនៅអង្គការលីកាដូខាងផ្នែកស៊ើបអង្កេតសហការីយើងនឹងចាប់បទសម្ភាសន៍នេះតាក់ទងជាមួយទៅនឹងអង្គច្បាប់នានាព្រោះថាលោកសំអាតលោកក៏បាននៅទីនោះផងដែរនៅវត្តនិកវ័នពេលដែលមានរឿងកើតឡើងសូមអញ្ជើញស្ដាប់លោកសំអាតបាទចំពោះការចាប់ខ្លួនបន្តនេះទី1យើងឃើញថាវាប៉ះពាល់ទៅដល់វិស័យសាសនាយ៉ាងធ្ងន់ធ្ងរដោយសារអីដោយសារថាការចាប់ខ្លួន
ខ្លួនប្រសងដែលធ្វើឡើងទី1ដូចជាការចាប់ខ្លួនប្រសងនៅនឹងមុខសាលាការព្រះអង្គទៅថ្ងៃនេះឃើញថានៅពេលដែលព្រះអង្គចុះពីលើម៉ូតូហើយត្រូវបានកងសន្តិសុខវាយដំឲ្យនឹងធ្វើការចាប់ខ្លួនទាំងស្បង់ជីពោហើយដោយមិនមានការប្រព្រឹត្តបទល្មើសអ្វីទៅសោះអានេះដែលវាធ្វើឲ្យរូបភាពមួយអាក្រក់ដែលជះឥទ្ធិពលទៅដល់សាសនាពុទ្ធដែលរដ្ឋយើងទទួលស្គាល់ថាសាសនាពុទ្ធជាសាសនារបស់រដ្ឋហើយប្រជាពលរដ្ឋ99%ដែលគោរពពុទ្ធសាសនាបាទហើយទី2ការចាប់ខ្លួនទៅដល់ពីអង្គផ្សេងទៀតដែលគ្រាន់តែព្រះអង្គដឹកទង់ជាតិពីព្រោះទង់ជាតិវាត្រូវតែមានដងដែលយកទៅឲ្យសហគមន៍ដីធ្លីខេត្តព្រះវិហារដើម្បីធ្វើការតវ៉ាដោយសន្តិវិធីអានោះគឺឃើញថាជារូបភាពមួយដែលប៉ះពាល់ដល់ពុទ្ធសាសនាទៀតពីព្រោះប្រសង់កំពុងតែក្រងស្បង់ដដែលអញ្ចឹងតាមទៅច្បាប់ទោះបីជាប្រសង់ដែលប្រព្រឹត្តបទល្មើសឧទាហរណ៍បទល្មើសជាក់ស្ដែងក៏ដោយបទល្មើសព្រហ្មទណ្ឌក៏ដោយក៏ត្រូវទី1ត្រូវឆ្លងកាត់តាមបែបពុទ្ធសាសនាហើយឲ្យខាងសង្ឃធ្វើការបែបបត់តាមពុទ្ធសាសនាឧទាហរណ៍ថាបើសិនជាប្រសង់បានប្រព្រឹត្តបទល្មើសត្រូវតែមានការពិតតាមបែបពុទ្ធសាសនាហើយប្រគល់ទៅឲ្យសមត្ថកិច្ចដើម្បីធ្វើការតាមច្បាប់ដើម្បីជួបទៅតុលាការអានេះគឺជារូបភាពមួយដែលយើងអាចទទួលយកបានប៉ុន្តែរូបភាពកន្លងមកនេះវាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរសម្រាប់ភាសាក្នុងការចាប់ប្រសង់នឹងអញ្ចឹងហើយបានយើងឃើញថ្មីនេះរដ្ឋាភិបាលបានចេញចរាចរណ៍មួយដើម្បីបង្កើតនៅគណៈកម្មការសង្ឃដើម្បីធ្វើការតាក់ទងនឹងបញ្ហាសង្ឃនេះដោយសារអីដោយសារតែការចាប់ប្រសង់នេះវាធ្វើឲ្យមានការរិះគន់ពីមតិជាតិអន្តរជាតិហើយវាធ្វើឲ្យប៉ះពាល់ខាងសាសនាហើយបានយើងបង្កើតនៅគណៈកម្មការនេះឡើងដើម្បីអនុវត្តទៅតាមវិន័យសង្ឃនេះគឺគ្រាន់តែជាកិច្ចមួយដែលធ្វើឲ្យល្អមើលទៅប៉ុណ្ណោះទេបាទតាមពិតទៅការចោទប្រកាន់ដំបូងនេះជាការធ្វើរបាយការណ៍ហើយជាការសន្និដ្ឋានរបស់សមត្ថកិច្ចប៉ូលីសទៅប៉ុណ្ណោះប៉ុន្តែការចោទប្រកាន់ពិតប្រាកដគឺទៅលើព្រះញ្ញាហើយអញ្ចឹងទៅការចោទប្រកាន់តាមសំណុំរឿងដែលប៉ូលីសជូនទៅបញ្ជូនទៅវាអត់មានមូលដ្ឋានណាមួយដែលអាចធ្វើការចោទប្រកាន់បានទេអញ្ចឹងហើយបានព្រះញ្ញាលោកសម្រាប់ធ្វើការចោទប្រកាន់ណាពីបទចូលរួមសមាគមនៃជនទុច្ចរិតហើយយើងគិតមើលថាចុះប្រជាពលរដ្ឋតវ៉ាទាក់ទងនឹងបញ្ហាដីធ្លីអានឹងជាជនទុច្ចរិតបាទសមាគមនឹងជាសមាគមនៃជនទុច្ចរិតអញ្ចឹងប្រជាពលរដ្ឋទាំងអស់នោះសុទ្ធតែជនទុច្ចរិតពីព្រោះពួកគេត្រូវបានរំលោភដីធ្លីណាមិនមែនជាសមាគមជនទុច្ចរិតដែលប្រឆាំងជាមួយរដ្ឋាភិបាលដែលធ្វើអីជាមួយរដ្ឋាភិបាលនោះទេអញ្ចឹងការចោទប្រកាន់នេះវាអត់មានលក្ខណៈណាមួយដែលសមហេតុផលឡើយគ្រាន់តែចោទប្រកាន់ឲ្យបានធ្វើការគ្រប់ខ្លួនទៅលើប្រសងទៅប៉ុណ្ណោះទេបាទដើម្បីកុំឲ្យមានការរិះគន់កាន់តែធ្ងន់ធ្ងរទៅចំពោះរដ្ឋាភិបាលយើងក្នុងការមិនគោរពសិទ្ធិរបស់ពលរដ្ឋឬក៏ការបំបត្តិសិទ្ធិក្នុងការបញ្ចេញមតិរបស់ពលរដ្ឋគួរតែបញ្ឈប់ជាបន្ទាន់នៅការចាប់ប្រជាពលរដ្ឋដែលទាក់ទងនឹងបញ្ហាតវ៉ារឿងដីធ្លីបញ្ហារឿងសុខភាពដូចជាការលិចទឹកលិចអីហើយនឹងបញ្ឈប់ជាបន្តក្នុងការចាប់ខ្លួនប្រសង់ជាបន្តទៅទៀតលើកលែងតែប្រសង់នឹងលោកប្រព្រឹត្តនៅបទល្មើសជាក់ស្ដែងបទព្រហ្មទណ្ឌជាក់ស្ដែងនឹងយើងធ្វើការតាមច្បាប់ប៉ុន្តែឲ្យអនុវត្តតាមវិន័យសង្ឃទាំងផងដែរអញ្ចឹងបើយើងនៅតែបន្តរបៀបនេះវាធ្វើឲ្យបច្ចានុភាពនៃពុទ្ធសាសនានឹងវាថយចុះកាន់តែថយហើយវាធ្វើឲ្យប៉ះពាល់ទៅធ្ងរសម្រាប់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបាទខ្ញុំសូមអរគុណច្រើនលោកសំអាតហើយសូមអរគុណថាសម្រាប់សហការីដើម្បីធ្វើការសម្ភាសលោកសំអាតត្រូវបានសម្ភាសប្រហែលជា30នាទីមុននេះឯងមុនមានការផ្សាយបន្តផ្ទាល់នេះផងដែរសូមជួយផងដែរលោកអំសំអាតគឺជាមន្ត្រីផ្នែកអង្គការនៅក្នុងអង្គការ Liga do
យើងត្រឡប់មកក្នុងកម្មវិធីរបស់យើងវិញមុននឹងចូលជំរាបប្រកេនសំណួរទៅកាន់បដិជនបូបេតនៅក្នុងការមានសន្និការនោះខ្ញុំត្រឡប់ទៅលោកឌីទេហូយ៉ាវិញលោកឌីទេហូយ៉ាបានស្ដាប់ឬមកហើយជាមួយទៅនឹងអង្គហេតុផ្សេងៗដែលលោកសំអាតបានលើកឡើងបើទោះបីជាមិនមែនករណីរបស់បដិជនម៉ាលីក្តីក៏ជាករណីរបស់ការចាប់ផ្សឹករបស់ព្រះសង្ឃ3ព្រះអង្គហើយធ្វើនៅកន្លែងផ្សេងគ្នាហើយចោទប្រកាន់ក៏ផ្សេងគ្នាទៅទៀតលោកយល់យ៉ាងម៉េចដែរលោកហូយ៉ាបាទជាបងសូមក្រាបថ្វាយបង្គំម្ចាស់នៅក្នុងបន្ទប់ផ្សាយហើយសូមគោរពជំរាបសួរដល់ជនរួមជាតិដែលកំពុងតាមដានស្ដាប់កម្មវិធីវិទ្យុសំឡេងសហគមន៍យើងដែលមានប្រធានបទស្ដីអំពីថាតើការប្រព្រឹត្តខុសរបស់ព្រះសង្ឃកម្រិតណាដែលអាចផ្សឹកបានហើយសំណួរនេះពិតជាមានសារៈសំខាន់ដែលប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកមិនទាន់ដឹងច្បាស់ថាតើអ្វីទៅដែលហៅថាកំហុសរបស់ព្រះសង្ឃដែលត្រូវបានផ្សឹកចេញហើយកំហុសកម្រិតណាដែលมันអាចនៅជាសង្ឃបានហើយដោយរាល់ថ្ងៃនេះគឺការផ្សឹកព្រះសង្ឃនឹងងាយពេកហើយដូចជាมันមានបានគោរពទៅតាមគោលការណ៍ពុទ្ធសាសនានេះទី1មូលហេតុអីបានជាខ្ញុំគិតថានិយាយថាការផ្សឹករបស់ព្រះសង្ឃ3អង្គកន្លងទៅនោះมันបានអនុវត្តទៅតាមគោលការណ៍ពុទ្ធសាសនាទៅតាមពុទ្ធវិន័យសូមជម្រាបដល់ពុទ្ធបរិស័ទក៏ដូចជាជនរួមជាតិបានជាផងដែរថាខ្ញុំបាទនេះគឺនៅស្ថិតនៅក្នុងការស្ថាប័នវសន្តនឹងជាង18ឆ្នាំហើយខ្ញុំក៏រៀនផ្នែកវិទ្យាសាស្ត្រនយោបាយហើយក៏ជាអ្នករៀបចំកម្មវិធីវិទ្យុនៅប្រទេសថៃនឹងជាង75-6ឆ្នាំនៅនោះតើតើពុទ្ធសាសនាអញ្ចឹងខ្ញុំមើលឃើញថាมันបានអនុវត្តទៅតាមគោលការណ៍ពុទ្ធវិន័យសំបីតែបន្តិចព្រោះពុទ្ធវិន័យនឹងមានអីខ្លះពុទ្ធវិន័យនឹងសម្រាប់ភិក្ខុសង្ឃគឺមាន227សិក្ខាបទមានន័យថា227មាត្រាដែលលោកត្រូវអនុវត្តប៉ុន្តែក្នុង227មាត្រាហ្នឹងគេចែងជាទោសកំហុសហ្នឹង2ប្រភេទទី1គេហៅថាគរុកាបត្តិទី2គេហៅថាលហុកាបត្តិមានន័យថាម៉េចទោសធ្ងន់និងទោសស្រាលទី1បាត់ធ្ងន់និងបាត់ស្រាលទី1ទោសធ្ងន់គឺគរុកាបត្តិហ្នឹងប្រែថាអាបត្តិធ្ងន់អាបត្តិដែលវាខុសប្រព្រឹត្តខុសធ្ងន់មានន័យថាអញ្ចឹងណាដូចក្នុងច្បាប់យើងវាមានទោសមជ្ឈិមទោសប្រឈើអីចឹងទៅលហុហើយលហុកាបត្តិនិងរហុកាបត្តិលហុទោសឬករុទោសអីក្នុងភាសាច្បាប់ប៉ុន្តែភាសាពុទ្ធសាសនាគេហៅថានៅក្នុងសិក្ខាបទឬមាត្រា227មាត្រាហ្នឹងបែងចែកជាប្រភេទនៃការប្រព្រឹត្តទម្ងន់ទោសហ្នឹងពីរលំដាប់គឺទី1គេហៅថាករុកាបត្តិអបត្តិប្រហែលជាជនរួមជាតិដឹងហើយថាលោកធ្វើអីមិនសមរម្យហ្នឹងថាលោកដាច់អបត្តិត្រូវអបត្តិអីចឹងអបត្តិហ្នឹងបើប្រែឲ្យចំភាសាខ្មែរនោះមានន័យថាជាទោសកំហុសទោសកំហុសអបត្តិហ្នឹងប្រែថាទោសកំហុសឬគេហៅថាកំហុសឬថាអ្វីដែលធ្វើឲ្យប្រឆាចធម៌វិន័យគេហៅថាអបត្តិអញ្ចឹងអបត្តិហ្នឹងបែងចែកជាពីរគឺទី1គរុកាបត្តិមានន័យថាទោសកំហុសរបស់ព្រះសង្ឃដែលប្រព្រឹត្តខុសធ្ងន់ទី2គេហៅថាលហុកាបត្តិអញ្ចឹងលហុកាបត្តិប្រែថាស្រាលអាបត្តិស្រាលហើយភេទជាព្រះសង្ឃហ្នឹងវាខុសពីភេទយើងកុហកធម្មតាគេហៅថាឧត្តមភេទនៅក្នុងពុទ្ធសាសនាគេគោរពហ្នឹងគោរពទាំងគុណធម៌គោរពទាំងស្បង់ដែលស្បង់ហ្នឹងគឺតំណាងឲ្យទង់ជ័យព្រះអរហន្តព្រះអរហន្តណាគឺជាបុគ្គលដែលប្រសើរជាងបុគ្គលធម្មតាជាអ្នកប្រព្រឹត្តធម៌ជាន់ខ្ពស់ហើយមានសិលធម៌គុណធម៌ខ្ពស់ជាងមនុស្សធម្មតាហ្នឹងហើយអញ្ចឹងមានន័យថាស្បង់ស្បែកត្រៃចីវរដែលព្រះអង្គស្លៀកហុំរាល់ថ្ងៃហ្នឹងដែលគេគោរពលោកហ្នឹងគឺទី1គេគោរពគុណធម៌របស់ព្រះអង្គដែលព្រះអង្គមានសិក្ខាបទរហូតដល់227ហើយជាប្រភេទដែលអ្នកដើរចាក់វាចាក់កាមវាចាក់នៅពន្ធៈផ្សេងចំណងផ្សេងអីគេហៅថាអនាគារវិន័យគឺវិន័យដែលកាន់តឹងជាងក្រហោះហើយមិននៅក្នុងផ្ទះវាចាក់ទាំងអស់លះបង់ទាំងអស់ទាំងការរស់នៅក្នុងផ្ទះទាំងប្រពន្ធកូនទាំងម៉ែឪហ្នឹងគឺដើម្បីផលប្រយោជន៍សម្រាប់មនុស្សនិងទេវតាបាទសូមហ្នឹងហើយសូមបញ្ជាក់បន្ថែមទៀតថាអាបត្តិ4អាបត្តិទី1ដែលហៅថាគរុកាបត្តិហ្នឹងគឺអាបត្តិប្រភេទធ្ងន់ហ្នឹងគឺមានតែបរាជិកហើយនឹងសង្ឃាទិសេស13បរាជិក4និងសង្ឃាទិសេស13មានន័យថាពាក្យថាបរាជិកមានន័យថាប្រសង្ឃហ្នឹងប្រព្រឹត្តទោសធ្ងន់ហើយមាន4យ៉ាងទី1ប្រសិនបើប្រសង្ឃហ្នឹងគេហៅថាសេពមេធុន
មានន័យថាមិនខ្សែមេគុណ ខ្សែមេធនហ្នឹងមានថាប្រសងប្រព្រឹត្តខុសនឹងកាមគុណរួមភេទចឹងចំភាសាខ្មែរយើងណា បាទ ហ្នឹងគឺដាច់ភាពជាវិខុឬត្រូវផ្សឹកទៅជាប្រសក់ធម្មតាប៉ុន្តែក៏មានការលើកលែងដែរឧទាហរណ៍ថាបើសិនជានៅក្នុងពុទ្ធកាលប្រសងហ្នឹងស្ថិតក្នុងស្ថានភាពវេទនាក្របសង្កត់ដូចជាគេបង្ខំគេមកចាប់រំលោភព្រះអង្គអត់មានគេថាអារម្មណ៍នៅក្នុងរឿងហ្នឹងទេអត់មានចេតនាក្នុងត្រេកត្រអាលក្នុងកាមគុណហ្នឹងទេប៉ុន្តែសិទ្ធិខាងស្ត្រីគេចាប់រំលោភឬអ្នកណាដែលធ្វើបាបឲ្យប្រសងក្នុងការរំលោភអីចឹងផ្សេងវាអាចបរាជ័កបានទេវាទៅមើលនឹងចេតនាទៀតទី2គេហៅថាមនុស្សវិកហៈប្រែថាមនុស្សឃាតហ្នឹងបើសិនជាប្រសងអង្គហ្នឹងសម្លាប់មនុស្សអាហ្នឹងក៏បរាជ័កដាច់ភាពជាភិក្ខុទី3គឺភិក្ខុនឹងលួចទ្រព្យសម្បត្តិគេក្នុងសម័យព្រះអង្គគេកំណត់5មាសកៈឥឡូវមិនដឹងប្រមាណទេក៏ប៉ុន្តែក្នុងសម័យហ្នឹងកាលណាបើលួចទ្រព្យសម្បត្តិគេតម្លៃពី5មាសកៈហ្នឹងទៅគឺត្រូវបរាជ័កត្រូវផ្សឹកចេញហើយអត់នៅជាប្រសងឯទៀតទេទី3គេហៅថាឧត្តរមនុស្សធម៌មានន័យថាអួតបើភិក្ខុនឹងដើរអួតប្រាប់គេថាខ្លួនឯងនឹងសម្រេចធម៌ហើយក្នុងបំណងដើម្បីឲ្យគេបូជាព្រះអង្គចង់បានលៀបសក្ការៈដូចជារឿងអីយកាកន្លងមកហ្នឹងជាព្រះជាអីអញ្ចឹងអួតគុណពិសេសខ្លួនឯងអញ្ចឹងដើរអួតហើយគេជឿអញ្ចឹងអាហ្នឹងក្នុងករណីលោកធានវុធី ធានវុធីបើសិនជាប្រសងគឺបរាជ័ក ប្រែកាលនោះលោកមិនជាប្រសងទេ មិនជាប្រសងទេបើសិនជាប្រសងគឺបរាជ័កតែករណីបែបនេះបើនៅក្នុងប្រទេសថៃក៏គេចាប់ដាក់គុកបានដែរគេចោទពីបទអួតហើយនឹងក៏ហក់បោកប្រាស់អ្នកដទៃដែលអ្វីមិនមានក្នុងខ្លួនដូចគ្នាបានដូចគ្នានេះជាពុទ្ធសាសនាអញ្ចឹងឲ្យពុទ្ធបរិស័ទក៏ដូចជាជនរួមជាតិកំពុងតាមសិទ្ធិកម្មវិធីហ្នឹងឲ្យមើលឃើញថាប្រសិនបើប្រសងមិនបានប្រព្រឹត្តខុសចំពោះ4ករណីហ្នឹងទេมันអាចផ្សឹកបានទេมันអាចទាំងផ្សឹកมันអាចទាំងផ្សឹកក្នុងករណីណាក៏ដោយ បាទយើងនឹងចូលទៅលំអិតជាមួយទៅនឹងការផ្សឹករបស់ព្រះសង្ឃជាមួយលោក detail យ៉ាស្ដាប់មើលទៅលោក detail យ៉ាបានជំរាបជូនដល់លោកនាងកញ្ញាដូចបានក្បោះក្បាយច្រើនហើយយើងបានលោក detail យ៉ាមកជួយសម្រួលនៅក្នុងក្រឹតវិន័យរបស់ពុទ្ធសាសនាហើយខ្ញុំសូមប្រគិនសំណួរទៅកាន់ព្រះអង្គបូបេតវិញព្រះអង្គបូបេតបានឃើញហើយតួយ៉ាងដូចជាព្រះអង្គកែវសមាលីដែលនៅចិត្តព្រះអង្គនេះគឺថាមានរឿងចម្រូងចម្រាសនៅក្នុងវត្តមួយក្នុងរាជធានីភ្នំពេញអញ្ចឹងដែរទៅព្រះអង្គហើយនឹងរហូតដល់បន្តិចទៀតនេះយើងនឹងជំរាបសួរទៅព្រះអង្គដែរថាតើមានការវាយដំនៅប្រភពព្រះអង្គអីចឹងទេមានការកាត់ឡើងទេតែព្រះអង្គឃើញករណីហ្នឹងព្រះអង្គយល់ថាយ៉ាងម៉េចដែរទៅព្រះអង្គក្នុងប្រតិព្រះអង្គមានអារម្មណ៍មានថាខ្លាចរឿងនឹងកើតឡើងលើព្រះអង្គដែរទេ បងហើយខ្ញុំណាសូមនមស្ការកណ្ណាគ្រប់អង្គហើយសូមចម្រើនពរបងទាំងពីរនាក់ទីក៏ហើយចម្រើនពរញាតិញោមពុទ្ធបរិស័ទហើយអាត្មាក៏បានឃើញនៅបញ្ហាដូចជាព្រះអង្គកែវសមាលីដែលបានរឿងនោះបានកើតឡើងរយៈពេលប្រហែលថ្ងៃមុននេះបើតាមទស្សនៈរបស់អាត្មាគឺអាត្មាតែងតែនឹកឃើញនៅបញ្ហាហ្នឹងវា មិនគួរឲ្យកើតមានដល់ចំពោះព្រះអង្គនេះព្រះអង្គក៏ក្នុងនាមព្រះអង្គជាអ្នកដែលការងារសង្គមអីប៉ុណ្ណឹងរហូតដល់ទៅឲ្យធ្វើឲ្យមានបញ្ហានោះវាអត់គួរកើតមានប៉ុន្តែបើចំពោះអាត្មាភាពរាល់ថ្ងៃពីចឹងតែងឮញាតិញោមតែងថាឌីគុណដើរចឹងទៅប្រយ័ត្នមានបញ្ហាដូចឌីគុណតែគេចាប់សឹកប្រហែលអង្គដូចឌីគុណសមាលីអីញាតិញោមនៅចំណុះជើងវត្តអាត្មាក៏ហាមចឹងដែរប៉ុន្តែចំពោះអាត្មាតាំងចិត្តតែក្នុងនេះអាត្មាជាប្រសង់ហើយក្នុងនេះអាត្មាជាកូនខ្មែរមួយរូបអាត្មាអត់សូវភ័យខ្លាចនឹងបញ្ហាហ្នឹងទេប៉ុន្តែបើសិនតែដូចឃើញគេបញ្ញាក់ផ្អើលមួយចំនួនចង្កាលដេកទៅរៀងមានអារម្មណ៍ថារៀងដូចភ័យម្ដងដែរប៉ុន្តែអាត្មាតាំងចិត្តថាអាត្មាត្រូវតែតស៊ូដើម្បីនឹង ធ្វើសកម្មភាពជាមួយនឹងប្រសងផ្សេងៗជាមួយនឹងញាតិញោមពុទ្ធបរិស័ទដោយសារសង្គមខ្មែរយើងមានទុក្ខត្រូវការឲ្យប្រសងជួយរំដោះទុក្ខដែរពុទ្ធសាសនាសម្ដែងថាញាតិញោមមានទុក្ខហើយប្រសងទៅតែទូនមានអប់រំញាតិញោមឲ្យចេះធ្វើសេចក្តីល្អវិញឲ្យចេះប្រព្រឹត្តនៅអំពើល្អឲ្យចេះធ្វើតាំងសមាធិដើម្បីបំបត្តិអារម្មណ៍ការសុខសួរក្នុងអារម្មណ៍ក្នុងចិត្តអីចឹងណាដើម្បីឲ្យអារម្មណ៍ភ្លឺថ្លាសប្បាយចឹងវិញដែរគណៈព្រះអង្គដូចព្រះអង្គបានជ្រាបថាប្រហែលថ្ងៃមុននេះមានការចាប់ប្រសង3ព្រះអង្គហើយព្រះអង្គសឿនហាយព្រះអង្គនឹងពីព្រះអង្គទៀតការចោទប្រកាន់គឺមានផ្សេងគ្នាប្រហែលជាសហការីខ្ញុំកំពុងតែរៀបចំដាក់រូបថតប្រសង2អង្គដែលគេបានចាប់សឹកហើយក៏ដាក់នៅតុលាការគេថាស្លៀកពាក់កៅអៅសហើយកៅអៅនោះដូចជាកៅអៅគេងហើយមានប្រឡាក់ប្រឡូកអីផងមិនសមរម្យទៀតព្រះអង្គពេលព្រះអង្គយល់ថាការចាប់សឹកការ
ពេលឃើញក្នុងរូបភាពគេផ្សាយនៅតាម Facebook ហ្នឹងគឺថាមានទៅឃើញអំពងដើមរស័យអញ្ចឹងទៅដំបងដូចជាហាក់ដូចចម្បងអញ្ចឹងចងជាមួយទៅនឹងទង់ជាតិផងព្រះអង្គហើយនឹងចាប់ព្រះអង្គសឿនហើយគឺថាក្រៀកក៏យកទៅតែម្ដងព្រះអង្គឃើញទិដ្ឋភាពហ្នឹងព្រះអង្គយល់យ៉ាងម៉េចដែរវាតកតងជាមួយពុទ្ធសាសនាមិនដែរព្រះអង្គពោចរិនពោតាមអាត្មាឃើញជាក់ស្ដែងតាមប្រព័ន្ធ Facebook ពីច្រើនអាត្មាបានមើលតាមប្រព័ន្ធ Facebook ថ្ងៃនោះអាត្មាបានទៅចូលរួមទេប៉ុន្តែឃើញតាមប្រព័ន្ធ Facebook អាត្មាតាមពុទ្ធសាសនាគឺយើងមិនគួរធ្វើអញ្ចឹងទេចំពោះរដ្ឋនិងពុទ្ធសាសនាព្រោះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយនៅក្នុងស្រុកខ្មែរយើងនៅកាន់ពុទ្ធសាសនា 95% រាល់ថ្ងៃអញ្ចឹងគេលើកតម្កើងពុទ្ធសាសនាខ្លាំងណាស់សូម្បីតែប្រសង់នឹងប្រសង់គ្នាឯងមើលងាយប្រសង់គ្នាឯងក្នុងវត្តមួយក៏គេមិនចង់ឲ្យមានបញ្ហាទៅវាយដំរហូតដល់ទៅចាប់អីចឹងផងបងដោយសារបើសិនតែប្រសង់មានទោសឬក៏អីបានគ្រូចាត់ការអីលោកដាក់ទណ្ឌកម្មដាក់ទោសអីឬក៏រហូតដល់អាចមានការសឹកអីចឹងខ្លះដែរប៉ុន្តែក្នុងលក្ខខណ្ឌដែលអាជ្ញាធរមានសន្តិសុខអីចាប់ប្រសង់ឬប្រសង់សឿនហៃចាប់លោករហូតដល់ទៅវាយលោកឲ្យចេញឈាមតាមមាត់ច្បាច់កអីចឹងអាហ្នឹងគឺជារឿងមួយដែលរដ្ឋាភិបាលមិនគួរធ្វើអញ្ចឹងទេបងកណាអរគុណព្រះអង្គមុននឹងយើងចូលទៅដល់សំណួរបន្តទៅទៀតខ្ញុំសូមជម្រាបផងថាលោកអ្នកកំពុងតែតាមដានស្ដាប់ការផ្សាយរបស់កម្មវិធីវិទ្យុសំឡេងសហគមន៍យើងកំពុងធ្វើការផ្សាយផ្ទាល់បើសិនជាលោកអ្នកមានសំណួរចង់សាកសួរនៅពេលបន្តិចទៀតនេះមុនក្រោយពីយើងសម្រាប់លោកអ្នកអាចអញ្ជើញខមមកបានតាមរយៈលេខ2ខ្សែគឺ066 73 001និង010 776 756 ត្រឡប់មកបរិយាគុណសូម៉ាលីវិញព្រះអង្គខ្ញុំកណាចង់ដឹងទីព្រោះព្រះអង្គកំពុងតែមានរឿងចម្បងចម្បាស់នៅក្នុងវត្តមួយនៅក្នុងរាជធានីភ្នំពេញហើយខ្ញុំកណាចង់ដឹងទូតាក់ទងជាមួយទៅនឹងការគ្រប់គ្រងនៅក្នុងវត្តបន្តិចថាតើនៅក្នុងវត្តការគ្រប់គ្រងបែបយ៉ាងម៉េចខ្លះទៅព្រះអង្គមុនទៅដល់រឿងមកព្រះអង្គពោសាធុបងយើងឃើញថានៅក្នុងវត្តអារាមមួយជាធម្មតាប្រព័ន្ធនៃការគ្រប់គ្រងវត្តមានបច្ចេកការវត្តហើយមានគ្រូសូត្រឆ្វេងស្ដាំអញ្ចឹងណាកណាព្រះអង្គអញ្ចឹងទាំង3ព្រះអង្គនឹងធ្វើរើសជំនួយការផ្សេងទៀតដែលតាមបទព្រះអង្គពេលនោះនឹងមានវត្តនឹងមាននឹងអនុម័តច្បាប់វិធានរដ្ឋបាលផ្ទៃក្នុងនៅក្នុងវត្តកណាអនុម័តច្បាប់ហើយដើម្បីឲ្យមេកុដគ្រប់កុដទាំងអស់ហ្នឹងយកច្បាប់នោះទៅអនុវត្តហើយដល់ឡែកមេកុដនឹងបើចង់បានឲ្យអនុវត្តថាចង់បានថាការគ្រប់គ្រងរបស់កូនចៅរបស់ខ្លួននៅក្នុងកុដនឹងឲ្យបានល្អមេកុដនឹងត្រូវបង្កើតវិធានរដ្ឋបាលមួយទៀតនៅក្នុងកុដរបស់ខ្លួនឲ្យស្របទៅនឹងច្បាប់របស់វត្តអញ្ចឹងដល់ឡែកក្នុងកុដរបស់អាត្មាកុដលេខ6វត្តនេះកវត្តហ្នឹងអាត្មាបានបង្កើតច្បាប់មួយដែរហើយមានការបៃត្រាទទួលស្គាល់ពីវិចារការវត្តអញ្ចឹងបើសិនជាច្បាប់របស់អាត្មាបើសិនជាភិក្ខុសង្ឃឬក៏សាមណេរឬក៏និស្សិតណាមួយប្រព្រឹត្តខុសម្ដង2ដង3ដងមិនតទេតែរហូតដល់ថាមិនអាចទុកបានអាត្មានឹងមិនអនុញ្ញាតឲ្យនៅកណាបងអញ្ចឹងប្រព័ន្ធរដ្ឋបាលនៅក្នុងវត្តគឺមានបច្ចេកការមានគ្រូសូត្រឆ្វេងស្ដាំមានកฎឲ្យកฎនឹងទៀតសោតមិនមែនកំណត់ថាត្រូវតែមានម្នេះអង្គអត់ទេវាអាស្រ័យទៅលើមេកฎដែលជាអ្នកគ្រប់គ្រងកฎនឹងអនុញ្ញាតថាឲ្យនៅឬក៏អត់ហើយគ្រាន់តែរាយការណ៍ថាបុគ្គលកបុគ្គលខនេះមកនៅហើយយើងរាយការណ៍ប្រាប់បច្ចេកការវត្តទៅជាការស្រេចកណាបងអត់មានអីជាបញ្ហាទេឡើយកណាឥឡូវនេះចូលមកដល់រឿងព្រះអង្គនៅក្នុងកฎលេខ6នឹងវិញកាលពីថ្ងៃនោះគឺថាកฎលេខ6ត្រូវបានគេតាម LINE ផងតាម Facebook ផងសារព័ត៌មានផងថាឮថាចាប់ព្រះអង្គហើយមានវាយខ្លះបានផ្ញើរូបភ័ក្រព្រះអង្គត្រូវពោកនៅមុខនៅប្រភ័ក្រអីផងអញ្ចឹងទៅកណាព្រះអង្គហើយមានការនិយាយឡើងថាប្រធាននិស្សិតប្រធានអីនឹងត្រូវវាយព្រះអង្គមានការឆក់អីផងរឿងហ្នឹងព្រះអង្គចង់កាត់ផ្សាយអង្គព្រះអង្គឲ្យសូមព្រះអង្គអាចជំរាបចិនជូនបានថាតើរឿងពិតប្រកបវាយ៉ាងម៉េចអីទៅសម្រាប់ព្រះអង្គពោសាធុជាការល្អសម្រាប់អាត្មាគេបានបកស្រាយទៅតាមវិទ្យុសំឡេងសហគមន៍យើងជាការពិតណាស់យើងឃើញថានៅពេលដែលកฎយើងបានបង្កើតច្បាប់ដើម្បីគ្រប់គ្រងលើសមាជិកនៅពេលដែលសមាជិកធ្វើខុសយើងមិនអនុញ្ញាតឲ្យនៅចឹងដល់ឡែកនៅក្នុងរយៈពេលការកន្លងទៅនេះយើងឃើញថាភិក្ខុសង្ឃសមាជិករបស់យើងបានអនុវត្តច្បាប់វិខុសដូចជាច្បាប់យើងថាមុនបកណាឬក៏និស្សិតនិមន្តទៅណាទៅនៃរយៈពេល1យប់2យប់សូមប្រគេនដំណឹងដល់មេកុដឲ្យបានដឹងដើម្បីឲ្យដឹងពីដំណើររបស់ព្រះអង្គអញ្ចឹងភិក្ខុអង្គនឹងលោកមិនអនុវត្តទេលោកទៅស្រតិចិត្តចូលស្រតិចិត្តអញ្ចឹងមិនគិតថាតើកฎនឹងជាកฎ
សម្រាប់ព្រះអង្គចេញចូលដោយផ្ទះសំណាក់ឬមួយយ៉ាងម៉េចអាត្មាក៏បានក៏ហៅលោកដើម្បីប្រាប់ថាអត់អាចធ្វើយ៉ាងបានទេវត្តមានច្បាប់គាត់ក៏មានវិធានបន្តទៀតដែរលោកមិនថែមទាំងមិនព្រមអនុវត្តលោកថែមទាំងបន្តការធ្វើរហូតមកដល់ថ្ងៃចុងក្រោយនៃចេញព្រះវសាកឋិនហ្នឹងយើងក៏បានអនុវត្តថាបកណាអង្គហ្នឹងមិនអាចនៅបានទេអាត្មាក៏សម្រេចចិត្តឲ្យចេញពេលនោះលោកអង្គហ្នឹងក៏បានទៅទូបច្ច័យការក្នុងគេកន្លងទៅរយៈពេលមួយអាទិត្យហ្នឹងក៏បានប្រាប់បច្ចេកការក៏ហៅរយៈពេលមួយអាទិត្យក្រោយមកក៏បានហៅប្រជុំសម្រួលគ្នាណាអាត្មាក៏បានដល់ពេលអាត្មាទៅប្រជុំថ្ងៃទី13ម៉ោង5កន្លះនេះក៏ស្រាប់តែបច្ចេកការលោកបានរៀបចំតាំងពីនិស្សិត 3-4 ឆ្នាំមុនដែលអាត្មាមិនអនុញ្ញាតឲ្យនៅដូចគ្នាមកជុំនេះទាំងអស់ពេលនោះអាត្មាក៏បានប្រាប់បច្ចេកការថាទូលោកថាកិច្ចប្រជុំថ្ងៃនេះខុសវិធានរដ្ឋបាលហើយខុសច្បាប់ហើយដោយសារតែបច្ចេកការមិនបានគោរពតាមលិខិតនៃការនិមន្តថាសមាជិកគាត់លេខ6ចុះហេតុអីបានជាបច្ចេកការទៅហៅនិស្សិតមកទៅពីទៅពីមកប្រជុំខុសគោលការណ៍និស្សិតនឹងក៏បានលើកកាមេរ៉ាថតនៅពេលអាត្មាកំពុងជិះមួយបច្ចេកការអាត្មាថាបិទកាមេរ៉ាទៅអត់ត្រូវថតទេហើយមិនមែនជាកាតព្វកិច្ចរបស់យើងអាត្មាក៏រត់ទៅមិនរត់ទេគឺថារត់ស្ទុះទៅដើម្បីឲ្យសិន stop បន្តការបញ្ឈប់ការថតគាត់អាត្មាស្ទុះទៅហ្នឹងមិនតន់ទៅដល់និស្សិតហ្នឹងផងភិក្ខុដែលបែកប្រកេះហ្នឹងដល់អាត្មាមួយដៃឡើយនេះធៀបការនេះឡើងវល់ខ្ញាល់ណាខាងឆ្វេងដៃឥឡូវនៅឈឺឡើយទេនៅពេលអាត្មារឿងវល់ថាដូចបែក7ពេកអញ្ចឹងដល់អាត្មាឮសំឡេងឆក់ដបងទេដបងឆក់របស់ប្រធាននិស្សិតដែលជាជំនួយការបច្ចេកការវត្តហ្នឹងរោគបុកចកេះឆក់ព្រឹបរោគបុកចកេះញឹកចេះងាកទៅតន់អាត្មាក៏លេចឃើញលោកព្រះអង្គដែលបែកប្រកេះហ្នឹងឃើញបែកប្រកេះបានអញ្ចឹងអាត្មាមិនដឹងថាតើលោកបែកប្រកេះដោយសារមូលហេតុអីនៅពេលដែលបែកប្រកេះនឹងហើយអាត្មាក៏មកអង្គុយឡើងទល់មុខប្រភពចាតិកាវត្តថាកិច្ចប្រជុំមិនអាចធ្វើទៅបានទេឃើញទេដោយសារតែលោកតាមិនគោរពតាមគោលការណ៍នីតិវិធីហើយមាននិស្សិតខ្លះក៏ស្រែកថាវាយទៅជានិស្សិតដែលគេរៀបចំហើយអញ្ចឹងណាអញ្ចឹងទស្សនវិជ្ជាបែបហ្នឹងក៏អត់បានប្រជុំបន្តទៀតទេអាត្មាក៏ថ្វាយអង្គមលោកលាចុះមកហើយសមាជិកអាត្មាចុះមកទាំងអស់គ្នារយៈពេល10នាទីក្រោយមកក៏មានកម្លាំងសមត្ថកិច្ចកម្លាំងទាំងអស់មកពាត់ពេញកន្លែងអាត្មាគ្រប់ជ្រុងជ្រោយទាំងអស់អញ្ចឹងបាទអាត្មាគិតថារឿងហិង្សានេះហើយក៏សាក់សីរបស់អាត្មាគឺមានប្រសងចូលរួមទាំងអស់បានតែជែកថាព្រះអង្គដែលបែកប្រកេះហ្នឹងគឺដោយសារតែព្រះអង្គរត់ស្ទុះឲ្យអាត្មាហើយទៅបុកនឹង iPad របស់កូនសិស្សរបស់ខ្លួនដែលការពារខ្លាចបែក iPad វ៉ូអាហ្នឹងជាហេតុមួយហើយដែលរហូតដល់មានថាបណ្ដឹងព្រមតនពីលើអាត្មាហ្នឹងដោយសារតែខាងសមត្ថកិច្ចរបស់គេនឹងចុះមកឃើញបែកប្រកេះលោកហើយគេគិតថាអាត្មាជាអ្នកធ្វើហិង្សាហើយលោកបានជាគេចាត់ទុកថាមានបាត់មើលព្រមតនបង្ករបួសស្នាមអញ្ចឹងទៅណាព្រះអង្គអញ្ចឹងដល់ពេលសម្រាប់មានខ្ញុំកណ្ដាលថ្ងៃនោះមានច្រើនណាស់មានថាមានព្រះអង្គនិមន្តទៅវត្តផ្សេងផងមានក្រុមប្រសង់ផងនិយាយប្រជុំគ្នាផងចុងក្រោយសម្រាប់ថាមិនទៅព្រះអង្គជាចុងក្រោយយើងឃើញថាការសម្រេចរបស់ព្រះអង្គបច្ចេកការមាន2ចំណុចមានសំខាន់នៅថ្ងៃទី14លោកដាក់អាសន្នវត្តថាឲ្យ48ម៉ោងចេញគឺចំថ្ងៃទី16ឲ្យចេញប៉ុន្តែដល់ថ្ងៃទី15យប់ម៉ោង8យប់មានការសម្រួលខ្លាំងលោកក៏ដកតំណែងជាមេកុដហើយលោកថាដកតំណែងមេកុដរបស់ព្រះអង្គចេញដកចេញទៅហ្មងហើយលោកក៏ថាបើអាចល្អអាចនិមន្តចាក់ចេញទៀតប៉ុន្តែលក្ខណៈថាមិនចាក់ចេញដោយស្រាលមិនដូចមុនទេប៉ុន្តែអាត្មាថាក៏សម្រួលលោកថែមទៀតថាក្នុងនាមជាបិតាសង្ឃគួរតែសម្រួលឲ្យបានល្អអញ្ចឹងណាឲ្យបានល្អឲ្យបានត្រឹមត្រូវហើយព្រោះយើងគិតថាអាការបែកប្រកេះរបស់ព្រះអង្គបច្ចេកការមិនទាន់បានរោគវិធីដើម្បីស្រាវជ្រាវបានច្បាស់ថានៅឡើយទេប៉ុន្តែបច្ចេកការក៏អាចដឹងខ្លួនឯងដែរថាបែកក្បាលសារអីលោកតាអង្គុយមើលរហូតរឿងហេតុហ្នឹងអញ្ចឹងណាលោកតាគួរតែរកខុសត្រូវបានត្រឹមត្រូវអញ្ចឹងលោកក៏សម្រេចថាឥឡូវឲ្យនៅប៉ុន្តែកាតព្វកិច្ចរបស់អាជ្ញាធរដែនដីយ៉ាងម៉េចព្រះអង្គទទួលខុសត្រូវអាត្មាក៏សម្រួលមកកលៈទៀតលោកថាអញ្ចឹងខ្ញុំមិនណានិយាយឲ្យអស់តែម្ដងទៅខ្ញុំកណានឹងមិនឲ្យមានអាជ្ញាធរសមត្ថកិច្ចណាមួយមកយាយីមករំខានឬក៏ចាប់ព្រះអង្គនៅក្នុងកុដិទេតែបើព្រះអង្គនិមន្តចេញទៅក្រៅមានសកម្មភាពគេចាប់គឺជារឿងរបស់ព្រះអង្គនេះគឺជាកិច្ចប្រជុំចុងក្រោយដែលរហូតមកដល់ពេលនេះអាត្មាមានសុវត្ថិភាពក្នុងកុដិចឹងប្រគុណចាស់គឺថាលែងខ្លាយទៅជាប្រធានកុដិទៀតហើយអូ
កណ្ណានៅក្នុងកត់លេខដដែលតែប្រធានកត់ផាជាមានថ្មី បងប្រធានកត់នៅមានថ្មីប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងឃើញថាសមាជិកកត់លេខ6ទាំងអស់លោកមិនគ្រប់គ្រងនឹងការនិយាយនៅថ្នាក់ដឹកការរបស់ប្រជាការវត្តទេដោយសារតែការដកតំណែងជាប្រធានកត់នេះមូលហេតុអីច្បាស់លាស់អត់មាននិយាយមូលហេតុវិន័យអីច្បាស់លាស់ទេហើយនៅក្នុងការដកទៀតយើងឃើញថាលោកអាត្មាបានទៅកម្មាទោសលោកតទៅនឹងរឿងដែលអាត្មាបានប្រើពាក្យមិនសមរម្យមិនមែនថាប្រើពាក្យមិនសមរម្យទេគ្រាន់ថាលក្ខណៈថាការគ្រប់គ្រងរបស់លោកមានការបាត់បង់អីយ៉ាងចឹងទៅណាលោកខឹងលោកអីទៅអាត្មាក៏ស្ដីថាលោកថែមទៀតអញ្ចឹងក្នុងន័យថ្ងៃទី5ដែលអាត្មាទៅកម្មាទោសលោកហ្នឹងគឺចង់មានន័យថាសូមកម្មាទោសរាល់ពាក្យពេចន៍ដែលអាត្មាបាននិយាយលើសលួសខ្វះខាតរយៈកាលកន្លងមកមិនមែនទៅកម្មាទោសរឿងហិង្សាអធិការកាលពីថ្ងៃទី13ហ្នឹងទេឲ្យដាច់ទេព្រោះយើងអត់បានប្រព្រឹត្តកំហុសនៅថ្ងៃទី13កាត់ហិង្សាទេអញ្ចឹងចៅតកាក៏បានសម្រេចថាទោសផ្នែកវិន័យព្រះអង្គដាច់ស្រឡះហើយដកតំណែងជាមេកុដលេខ6ហើយមិនអនុញ្ញាតឲ្យមានកម្លាំងសមត្ថកិច្ចណាមួយមករំខានឬក៏ចាប់តែបើព្រះអង្គចេញទៅខាងក្រៅជាកាតព្វកិច្ចរបស់អាជ្ញាធរដែនដីអរគុណបងខ្ញុំដឹងថាឥឡូវនេះកំពុងអ្នកស្ដាប់កំពុងតែខលមកច្រើនឲ្យខ្ញុំសូមអភ័យទោសបន្តិចខ្ញុំចង់សួរសំណួរនេះទៅកាន់លោកហូយ៉ានតិចតទៅជាមួយទៅនឹងជាចុងក្រោយតទៅជាមួយទៅនឹងមុននឹងទទួលទូរស័ព្ទហើយសម្រាប់មួយផ្លែគឺថាលោកហូយ៉ាស្ដាប់ភាសាព្រះអង្គកៅស្មាលីហាក់បីដូចជាករណីរបស់ព្រះអង្គកៅស្មាលីហាក់បីដូចជាផ្សេងពីករណីរបស់ពីព្រះអង្គទៀតប៉ុន្តែបើសិនជាយើងដឹងមកនោះគឺថាព្រះអង្គកៅស្មាលីក៏ចូលរួមនៅក្នុងសកម្មភាពសង្គមច្រើនតែអញ្ចឹងដែរបើតាមលោកដឹងថាពីករណីនេះវាខុសគ្នាយ៉ាងម៉េចដែរទៅលោកហូយ៉ាបាទអរគុណចាន់លោកមុសេបាទជាការសន្និដ្ឋានតាមការដែលខ្ញុំអង្កេតការរយៈកាលកន្លងមកយើងឃើញថាទោសកំហុសបើសិនជានៅក្នុងវិន័យវាអត់ពាក់ព័ន្ធអីនឹងរឿងអាជ្ញាធរមកពេញវត្តទេហើយបើសិនជានិយាយពីនីតិវិធីពុទ្ធសាសនាវិញខ្មាស់គេតែម្ដងគឺនៅក្នុងសម័យព្រះអង្គអត់មានធ្វើរបៀបហ្នឹងទេគឺនៅពេលដែលមានអធិការត្រូវគិតអំពីអធិការ4ប្រភេទក្នុងពុទ្ធវិន័យដោយលោកបានជម្រាបខាងដើមអត់ទេអាហ្នឹងគេហៅថាប្រភេទនៃអាបត្តិនៃកំហុសប៉ុន្តែមួយទៀតគេហៅថាប្រភេទនៃអធិការហ្នឹងវាកើតពីអីមានន័យថាបញ្ហាហ្នឹងបាទចង់និយាយថាបញ្ហាហ្នឹងវាកើតពីស្អីឲ្យច្បាស់លាស់អញ្ចឹងតកតនឹងព្រះអង្គរឿងព្រះអង្គម៉ាលីអត់តកតនឹងរឿងការខុសវិន័យទេអធិការវាអាចកើតអំពីការធ្វើខុសវិន័យឆ្លោះគ្នាចោទប្រកាន់គ្នារឿងវិន័យខុសនេះខុសនោះវាអាចថាដោយសារតែព្រះអង្គនេះមើលឃើញថាព្រះអង្គនោះត្រូវអាបត្តិមានកំហុសនេះកំហុសនោះអានេះគេហៅថាអាបត្តិតាធិការមានន័យថាអធិការកើតចេញអំពីការធ្វើខុសរបស់សង្ឃហើយចោទគ្នាទៅវិញទៅមកអាហ្នឹងប្រភេទនៃអធិការយើងទៅវិភាគសាមើលអាហ្នឹងហើយចុងក្រោយដែលខ្ញុំចង់បញ្ជាក់អំពីអ្វីដែលកើតឡើងនៅក្នុងអធិការ4យ៉ាងហ្នឹងគឺនេះគេហៅថាកិច្ចការអធិការមានន័យថាអធិការកើតអំពីកិច្ចការក្នុងវត្តទេវាអត់មានរឿងអីធំដុំខុសអាបត្តិទេវាកិច្ចការក្នុងវត្តអង្គនេះមិនគោរពចេះអង្គនេះមិនគោរពចោះប៉ុន្តែវាអត់តតងវិន័យទេវាតតនឹងរឿងបទវិជ្ជាផ្ទៃក្នុងអីផ្សេងអញ្ចឹងប៉ុន្តែវាទោះបីយ៉ាងណារឿងទាំងអស់ហ្នឹងมันអាចឈានទៅដល់ហៅអាជ្ញាធរមកពេញវត្តអីចងាងជុំវិញហើយចេញឮថាចេញដីកាចាប់អញ្ចឹងវាគឺទៅខ្មាស់គេព្រោះក្នុងសម័យព្រះអង្គអត់មានក្រសួងធម្មការដូចឥឡូវទេឥឡូវយើងមានស្ថាប័នសង្ឃមានមន្ត្រីសង្ឃមានគេហៅថាបន្ទាប់ពីសម្ដេចព្រះសង្ឃរាជមកមានរាជាគណៈហ្នឹងក៏ប្រភេទគេហៅថារដ្ឋមន្ត្រីទូទៅផ្សេងក្នុងការធ្វើការងារហើយមានព្រះសង្ឃរាជមានរាជាគណៈមានសម្ដេចផ្សេងដែលជាសេនានាយករបស់ព្រះសង្ឃរាជធ្វើការងារគ្រប់គ្រងដើម្បីជាប្រយោជន៍ពុទ្ធសាសនាហើយលើសពីនឹងទៅទៀតមានក្រសួងធម្មការក្នុងការធ្វើការងារពុទ្ធសាសនាក៏ប៉ុន្តែហេតុអីក៏មិនប្រើយន្តការឲ្យអស់នៅក្នុងពុទ្ធវិន័យហេតុអីបានចំបាច់ភ្លាមរឿងប៉ុណ្ណឹងសោះហើយហៅទាំងអាជ្ញាធរមកពេញវត្តអីអញ្ចឹងបើសិនជានៅប្រទេសថៃគេដឹងខ្មាស់គេងាប់នៅប្រទេសស្រីលង្កានៅប្រទេសឥណ្ឌាដែលគេកាន់ពុទ្ធសាសនាបើយើងអត់បានអនុវត្តតាមហ្នឹងគឺអញ្ចឹងអ្វីដែលព្រះអង្គប្រគុណចាស់បានលើកឡើងមកពីអង្គហេតុជាអធិការវិញក្នុងភាសាពុទ្ធសាសនាគេហៅថាអធិការមានន័យថាអង្គហេតុនៃបញ្ហាបាទគឺអត់តកតនៅរឿងការខុសវិន័យអីតលសោះហើយប្រសិនបើអ្នកដែលប្រព្រឹត្តទាំងអស់ហ្នឹងมันបានគោរពទៅតាមគោលការណ៍ពុទ្ធវិន័យទេគឺទោសធ្ងន់មានន័យបាបធ្ងន់
បាបហ្នឹងប្រែថាក្រក់ អ្នកដែលចាប់ផ្សឹក អ្នកដែលចាប់ផ្សឹកប្រសងហ្នឹងគឺបាបខ្លាំងបើនៅក្នុងកាលសម័យការពុទ្ធសាសនាវិញអ្នកដែលបំផ្លាញប្រសងហើយវាមានរឿងដូចជាអ្នកដែលធ្លាក់នរកដែលអនន្តរកម្មបើសិនបើបុគ្គលហ្នឹងចាប់ប្រសងហើយវាយប្រសងរហូតដល់ហូរឈាមវិញតំណាងឈាមនឹងតំណាងព្រះអរហន្តជាកូនចៅព្រះអរហន្តដែរគឺមានន័យថាបុគ្គលនឹងទទួលអនន្តរកម្មលោកមកសេធ្លាប់លើពាក្យថាអនន្តរកម្មពាក្យថាអនន្តរកម្មគឺជាទោសកំហុសមិនអាចរាប់បានទោសធ្ងន់បំផុតគេប្រៀបធៀបទៅនឹងដើមថ្នត់កបុតកលោកមកសេដឹងដើមថ្នត់កបុតកគឺមិនអាចដោះវិញបានទេអញ្ចឹងមានន័យថាអស់គុណធម៌ជាមនុស្សបើសិនជាហ៊ានធ្វើវិខុសង្ឃឲ្យហួររបួសរហូតដល់មានចិញ្ចៀមហ្នឹងតំណាងព្រះអរហន្តហ្នឹងគឺអនន្តរកម្មមានន័យថាធ្លាក់នរកគឺមានថ្ងៃងើបហើយជាទោសមួយនៅក្នុងពុទ្ធសាសនាដែលរាប់មិនអស់អនន្តហ្នឹងប្រែថារាប់មិនបានអនន្តរកម្មហ្នឹងកម្មធ្ងន់រាប់មិនបានបាទអញ្ចឹងយើងក៏លេចមើលទៅតថភាពនៅក្នុងសម័យកាលពុទ្ធសាសនាវិញប្រសិនបើគេត្រូវបានគេចោទប្រកាន់ថាព្រះអង្គតាក់ទងនឹងរឿងនយោបាយចុះសម្ដេចសង្ឃរាជរាល់ថ្ងៃទៅទេសនាកន្លែងណាក៏និយាយពីរឿងគុណសម្បត្តិ7មករាដែរមិនក៏មិនចាប់ផងទៅតែហេតុអីបានជាព្រះអង្គជួយតាក់ទងនឹងរឿងអ្នកបង្កក់អ្នករងគ្រោះដីធ្លីអ្នកដែលត្រូវបានគេធ្វើបាបរំលោភសិទ្ធិមនុស្សរំលោភដីធ្លីផ្សេងអីចឹងវាទៅជាចោទប្រកាន់ព្រះអង្គប្រព្រឹត្តអំពើមិនល្អតែនៅក្នុងពុទ្ធសាសនាអ្នកត្រូវចាំថាបន្ទាប់ពីព្រះសម្មាសម្ពុទ្ធបំពុះព្រះសង្ឃរួចមានគាថាមួយដែលនិយាយច្បាស់ថាភិក្ខវេចរតិភិក្ខុទេវមនុស្សានងអថាយអេតាយសុខាយៈមានន័យថាភិក្ខុទាំងឡាយចូលអ្នកត្រាច់ទៅដើម្បីទេសនាពន្យល់មនុស្សម្នាទាំងឡាយនឹងដើម្បីប្រយោជន៍មនុស្សផងទេវតាផងហើយអ្នកចូលទៅកាន់ទីផ្សេងកុំទៅជាមួយគ្នាមានន័យថាបែងចែកផ្លូវគ្នាទៅជួយណែនាំរបៀបការរស់នៅសម័យហ្នឹងអញ្ចឹងមានន័យថាម៉េចមានន័យថាព្រះអង្គសូមាលីព្រះអង្គផ្សេងនៅក្នុងប្រជាជនកម្ពុជាមួយចំនួនហ្នឹងគឺលោកកំពុងអនុវត្តទៅតាមគោលការណ៍ពុទ្ធសាសនាអនុវត្តទៅតាមពុទ្ធឱវាទដែរដែលលោកមើលឃើញទុក្ខវេទនារបស់ប្រជាពលរដ្ឋហើយលោកបានចូលរួមអត់មានអីទោសខុសទេក៏ប៉ុន្តែកាយវិការមួយចំនួនវាអាចតែមើលឃើញរឿងមិនសមរម្យប៉ុន្តែអត់មានទោសអាបត្តិធ្ងន់ធ្ងរក្នុងពុទ្ធសាសនាទេគេហៅថាប្រភេទលហុកាបត្តិអាបត្តិស្រាលមានន័យថាទោសខុសស្រាលទោសកំហុសធ្ងន់មានតែ2យ៉ាងតែ4យ៉ាងដែលខ្ញុំជម្រាបជូននឹងទេគឺមនុស្សឃាតសែបមេធនធម៌មានន័យថារួមភេទហ្នឹងហើយលួចទ្រព្យសម្បត្តិគេហើយនឹងអួតគុណវិសេសដើម្បីឲ្យគេបូជាខ្លួនឯងអាហ្នឹងបានបរាជិកបើទោះបីមិនផ្សឹកក៏ត្រូវតែដាច់ភាពជាខុសភិវៈតែបើសិនបើផ្សឹកប្រសងបែបហ្នឹងខ្ញុំទៅមើលឃើញផ្ទាល់អីឃើញយកស្បង់ព្រះអង្គដាក់នៅក្នុងអាធុងដាក់អីមិនល្អមើលឲ្យឡើងប្រឡាក់ហើយខ្ញុំអត់សោចហើយព្រះអង្គដែលត្រូវបានគេផ្សឹកហ្នឹងបើនិយាយពីទោសកំហុសមិនអាចផ្សឹកបានតលសោះហើយនឹងហើយគឺជាទោសអនន្តរកម្មទោសហ្នឹងមនុស្សមើលមិនឃើញក៏ប៉ុន្តែយើងសួរថាស្រុកខ្មែរមានបញ្ហាសពថ្ងៃដោយសារមនុស្សខ្វះគុណធម៌ក្នុងសម័យកាលពុទ្ធសាសនាព្រះអង្គព្រះសម្មាសម្ពុទ្ធបានទេសនាប្រដៅថាប្រសិនបើសម័យកាលណាមានក្សត្រមិនល្អធ្វើឲ្យសង្គមនឹងមិនល្អបើក្សត្រនឹងមិនបានគោរពទស្សនវិជ្ជាធម៌ទេគឺប្រទេសនឹងកើតកោឡាហលហើយពាក្យថាកោឡាហលវាវឹកវរវាក្រវាវេទនាសពថ្ងៃហ្នឹងយើងក៏រស់ដោយសារខ្ចីបុលគេប្រជាពលរដ្ឋជាង1លានអ្នកនឹងធ្វើការអនាថ័យហើយប្រជាពលរដ្ឋមានច្រើនដែលបាត់បង់ដីធ្លីជាង7សែនអ្នកទូទាំងប្រជាជនកម្ពុជាដែលវឹកវរហ្នឹងហើយគឺជាទោសកំហុសនៃការប្រព្រឹត្តអំពើបាបនៅក្នុងពុទ្ធសាសនាបាទសូមអរគុណលោកខូយ៉ាយើងហាក់បីដូចជាកំពុងតែស្លងនៅអ្វីដែលលោកលោកយ៉ាកំពុងតែរៀបរាប់ទាំងខ្ញុំទាំងប្រកាសណាទាំងពីរព្រះអង្គហើយប្រហែលជាអលោកដែលកំពុងតែស្ដាប់ផងបើសិនជាស្រីម៉ៅកំពុងតែនៅលើទូរស័ព្ទដដែលគឺថាយើងសូមទទួលស្រីម៉ៅព្រោះថាចាំយូរហើយស្រីម៉ៅសួស្ដីស្រីម៉ៅចានិយាយសួរបងបាទអរសាពេលវាខ្លីសូមខ្លីមកស្រីម៉ៅណាខ្ញុំកណ្ណាសូមកាប់ផ្សាយគុំលោកម្ចាស់ដែលមានវត្តមានក្នុងបន្ទប់ផ្សាយខ្ញុំកណ្ណាអត់ដឹងថាប្រសងដែលត្រូវបានផ្សឹកខុសធម៌វិន័យហ្នឹងខុសឆ្គងប៉ុណ្ណាទេប៉ុន្តែអានេះកណ្ណាមានយោបល់មកស្នើសូមប្រគេនសំណុំពរនេះជូនសម្ដេចសង្ឃរាជបើប្រសងខុសធម៌វិន័យខ្ញុំកណ្ណាហ្នឹងសូមឲ្យអនុវត្តតាមធម៌វិន័យតាំងពីសម្ដេចស
សង្ឃទេវងរហូតដល់អនុគុណស្រុកអនុគុណហេតុអីមានគ្រប់បែបយ៉ាងហេតុអីមិនអនុវត្តតាមច្បាប់ធម៌វិន័យផ្សឹកតាមធម៌វិន័យហើយមើលទោសដោយបងហូយ៉ាមានប្រសាសន៍អញ្ចឹងអាហ្នឹងទៅពុទ្ធសាសនាវារុងរឿងហើយប្រទេសយើងកាន់ពុទ្ធសាសនាប៉ុន្តែអ្នកដឹកនាំមិនស្គាល់អីនៅរូបអវិជ័យផងហ្នឹងធ្លាប់ស្ដាប់លោកទេសនាគួរតែទៅមានឆ្លៀតពេលខ្លះអ្នកដឹកនាំប្រទេសនេះឆ្លៀតពេលខ្លះទៅវត្តអានត្រៃបិដកទៅមានតែរឿងនេះចេញចាធ្លាក់នៅរឿងបំបែកខ្សងធ្វើរហូតព្រះពុទ្ធឲ្យពុះពោអីហ្នឹងនឹងយកប្រមាថលួចភេទសង្ឃអីហ្នឹងមានសុទ្ធតែចុះនៅរូបហើយថែសម័យនេះវាមិនមានផែនដីធរណីណាស្រូបភ្លាមទេព្រោះមនុស្សអស់ជំនឿប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ថាប្របាទអាជាស្តុតែលោកបើលោកមានកំណើតនឹងមានជីវិតពិសេសវិញហើយប៉ុន្តែធ្លាក់ដល់រួមដល់ថ្ងៃនេះមិនទាន់ងើបរួចទេអញ្ចឹងខ្ញុំសូមជម្រាបថ្នាក់ដឹកនាំនឹងតាហ៊ានបលិសតែធ្វើឲ្យលោហិតតែសងពុះពោហ្នឹងគួរតែជាបុណ្យបាបប្រយ័ត្នដល់នរកស្រែកហៅឲ្យមនុស្សឲ្យគេនឹងធ្វើបុណ្យអំដល់ទេណានរកមិនមែនដូចប្រែតធ្វើបុណ្យដល់ទេខ្ញុំគ្រាន់តែមានយោបល់តែប៉ុណ្្នឹងអរគុណបាទសូមអរគុណច្រើនសេម៉ៅដោយសារតែពេលវេលាយើងនៅខ្លីមែនតើខ្ញុំប្រហែលជាសូមប្រជាជនបុបេតសូមព្រះអង្គមានសង្ឃនៃការទូទៅតកតងជាមួយទៅនឹងការចាប់ផ្សឹករបស់ព្រះអង្គនេះហើយនឹងកិច្ចការងាររបស់ព្រះសង្ឃកន្លងមកព្រះអង្គហើយphảiសូមបញ្ចប់ដោយបន្តមកទៀតគឺថាសូមព្រះអង្គកៅស្មាលីហើយនឹងលោកខូយ៉ាចំណាប់បញ្ចប់ហ្នឹងបាទពោចម្រើនពោហើយតាមពិតទៅញាតិញោមពុទ្ធបរិស័ទកិច្ចការងារនោះគឺមិនមែនទៅលើអាជ្ញាធរដែនដីសម្រាប់ចាប់ប្រសង់ចាប់អីផ្សឹកដូចប្រហែលថ្ងៃមុនដូចផ្សឹកប្រសង់3អង្គនោះទេព្រោះលោកអត់ទៅមានកំហុសទោះទៅញាតិញោមហើយគាត់តែលោកចូលរួមការងារសង្គមជាពិសេសដូចប្រសង់2អង្គនោះគាត់តែលោកកាន់ទង់នឹងកាន់ដាក់ដងទង់ចងជាមួយទង់សាច់ទៀតអត់មានដងទង់ទទេទៀតគឺសិតតែមានដងទង់ជាតិពុទ្ធសាសនាមានទង់ជាតិពុទ្ធសាសនាមានទង់ជាតិសម្រាប់យើងស្រេចហើយព្រះអង្គយកទៅដើម្បីគាត់ជួយហែញ៉ាត់ដាក់នឹងសភាជាមួយនឹងសហគមន៍ដែលបាត់បង់ដីធ្លីនៅខេត្តព្រះវិហារទៅប៉ុណ្ណឹងហើយរហូតដល់មានអាជ្ញាធរទៅចាប់ហើយរហូតដល់ទៅផ្សឹកព្រះអង្គហើយឃើញទាំងសម្លៀកបំពាក់ដែលគេចាប់ផ្សឹកគឺសម្លៀកបំពាក់មិនគួរឲ្យយើងទាំងអស់គ្នាពាក់ទេប៉ុន្តែឃើញថាអាជ្ញាធរដីបានយកសម្លៀកបំពាក់អស់នោះទៅឲ្យប្រសង់ដែលជាឧត្តមភេទមួយដល់ភេទដល់ឧត្តមដែលក្នុងនាមអាត្មាជាប្រសង់ក្នុងនាមញាតិញោមពុទ្ធបរិស័ទកាន់ពុទ្ធសាសនាក៏មិនអាចទទួលយកបានដូចគ្នាព្រោះជាភាសាដូចប្រសង់ចូលការងារសង្គមគឺអត់មានទោសខុសអីនឹងពុទ្ធសាសនាទេព្រោះអីឲ្យតែកន្លែងណាដែលមានបញ្ហាកន្លែងណាដែលមានទុក្ខញាតិញោមពុទ្ធបរិស័ទក៏ប្រសង់ដូចគ្នាដែលមានទុក្ខត្រូវតែប្រសង់ចេះជួយគ្នាចេះជួយញាតិញោមពុទ្ធបរិស័ទព្រោះថាបើញាតិញោមពុទ្ធបរិស័ទអត់បាយអាត្មានៅក្នុងវត្តអត់បាយដែរព្រោះអត់មានចង្ហាន់ឆានដែរអញ្ចឹងហើយបើញាតិញោមបាត់បង់ដីធ្លីចុះគាត់មានបានទៅរកបាយរកទឹកឯណាព្រោះអត់ផ្ទះនៅអីប្រសង់ពិបាកដែរហ្នឹងព្រោះហ្នឹងសូមអរគុណព្រះអង្គសូមព្រះអង្គកម្មលីសូមខ្លីៗមែនតើព្រោះអាត្មាក៏ចង់បញ្ជាក់បន្តិចដែរថាបញ្ហាដែលអាត្មាកើតឡើងរយៈកាលកន្លងនេះហើយដែលមានអាជ្ញាធរពាត់អីរហូតដល់ពាត់កត់ពាត់អីចេញមិនបាននេះគឺមិនមែនជាការពាត់ពីរឿងអតិកោកាលពីប្រហែលថ្ងៃមុនទេគឺជារូបភាពនឹងក៏ជារូបភាពជាឈ្នន់ទេប៉ុន្តែអ្វីដែលសំខាន់គឺគេយើងជាមុខសញ្ញារបស់អាជ្ញាធរយូរមកហើយនេះក៏ចង់ជម្រាបចម្រើនពរញាតិញោមទៅប៉ុណ្ណឹងហើយបកាណាទាំងអស់ដែលរស់នៅក្នុងប្រទេសកម្ពុជាទៅប៉ុណ្ណឹងហើយមួយវិញទៀតអាត្មាចង់បញ្ជាក់បន្តិចទៀតថាបង្ហាញថាអតិកោដែលកើតរហូតដល់មានការបែកប្រកេះរបស់ព្រះអង្គឡុងជិញហ៊ីនេះមិនមែនជាទង្វើរបស់ខ្ញុំកណាអាត្មាភាពទេសូមញាតិញោមកុំយល់ច្រឡំតាមប្រព័ន្ធទូរទស្សន៍វិទ្យុមួយចំនួនកណាអរគុណព្រះអង្គលោកឌីហូយ៉ាលោកមានពេល30វិនាទីលោកសូមជើញបាទខ្ញុំបាទសូមជម្រាបជូនដល់ពុទ្ធបរិស័ទជនរួមជាតិទាំងអស់សូមមេត្តាយល់ថាអ្វីដែលជាការចាប់ចោលនោះគឺមិនមែនជាកំហុសរបស់អ្នកទេមិនមែនជាកំហុសរបស់ព្រះសង្ឃទេសូមជម្រាបថានោះគឺជាកំហុសប្រព័ន្ធគ្រប់គ្រងនិងមនុស្សដែលគ្រប់គ្រងរដ្ឋបែបហ្នឹងគឺអ្នកចូលមានមោទនភាពថាអ្នកកំពុងធ្វើល្អហើយសប្តាហ៍ថ្ងៃហ្នឹងទាំងប្រសង់ក្តីទាំងប្រសក់ក្តីអ្នកចាប់ចងដោយប្រព័ន្ធអយុត្តិធម៌អ្នកនឹងទទួលអយុត្តិធម៌ក៏ប៉ុន្តែអ្នកបានធ្វើបំពេញនឹងទូនាទីក្នុងនាមជាមនុស្សល្អក្នុងនាមជាប្រដ្ឋល្អក្នុងសង្គមហើយសូមផ្ដាំថាសូមមេត្តាបញ្ឈប់ការប្រើប្រាស់អំពើដែលមិនយុត្តិធម៌ក្នុងសម្រាប់អរគុណច្រើនលោកហូយ៉ាសូមអរគុណច្រើនលោកកំពុងតែតាមស្ដាប់ការផ្សាយបន្តផ្ទាល់ហើយយើងសូមអរគុណច្រើនដល់សហការីរបស់យើងខ្ញុំនៅក្នុងក្រៅបន្ទប់ផ្សាយព្រមទាំងសហការីទាំង3របស់ស្ថានីយ៍វិទ្យុផងដែរខ្ញុំមុខថ្ងៃមុនសេសូមអរគុណសូមជម្រាបលា